តោះបងប្អូនតើគ្នាយើងមកមើលបរិមអ្នកនឹងបាទគាត់គឺជាប៉ូលីសបាទហើយគាត់ក៏បានលួចធ្វើសកម្មភាពបាទហើយគាត់កាយកន្លែងគេទប់ទំនប់ហ្នឹងបាទគាត់កាយចេញបាទដើម្បីបហូរទឹកហ្នឹងចូលខ្សែរបស់គាត់បាទនេះគឺជាប៉ូលីសនៅប្រទេសឥណ្ឌាបងប្អូនតើគ្នាហ្នឹងហើយគាត់ធ្វើសកម្មភាពមួយនេះបាទជំរឿហើយចំណែកអ្នកដែលដេកយាមហ្នឹងបងប្អូនគ្នាសំបីតទឹកលិចប៉ុណ្ណាក៏ដេកនៅតែដេកលក់បងប្អូនគ្នាអត់មានដឹងអីទេបងប្អូនជំរឿតើលក់ដល់ណាទៀតបងប្អូនមកចាំមើលតើគ្នានេះបងប្អូនគាត់ទៅភ្ញាក់បាទទឹកលិចពេញគាត់ហើយបានគាត់ទៅភ្ញាក់បងប្អូនគ្នាហ្នឹងហើយនេះបងប្អូនតបយ៉ាងម៉េចបាទតបយ៉ាងម៉េចបានបាទតបយ៉ាងម៉េចបានបាទបើទឹកធំយ៉ាងហ្នឹងហើយនោះតបមិនទៀតបាទអូយកខ្លួនមកតបបាទតបទឹកបាទតបមិនកើតបាទអូគាត់ឃើញគាត់ឃើញគាត់ក៏បានចាប់ប៉ូលីសនឹងវិញបាទហ្នឹងហើយនេះគឺសកម្មភាពក្មេងប្រុសម្នាក់ហ្នឹងគាត់រត់ពីបុរសពីរនាក់ហ្នឹងគាត់ដេញវាយគាត់ចឹងណាគាត់ក៏បានពួននៅក្នុងឆ្នាំងហ្នឹងបាទហើយបុរសម្នាក់ហ្នឹងគាត់អត់ដឹងទេបងប្អូនគាត់នៅតែរុញចោលពួកពីរនាក់ហ្នឹងបាទហើយគាត់ចាក់ម្សៅរួចហើយគាត់ក៏ដុតភ្លើងដើម្បីបង្កាត់ដឹងអីទៅបងប្អូនដឹងបង្អែមដឹងអីទៅបាទគាត់ធ្វើផ្អែមបាទអញ្ចឹងបាទគាត់ដឹងថាក្មេងប្រុសម្នាក់ហ្នឹងនៅក្នុងឆ្នាំងហ្នឹងទេបាទគាត់អត់ដឹងទេហើយបុរសពីរនាក់ហ្នឹងគាត់ឃើញបាទគាត់ឃើញតបគ្នាអញ្ចឹងគាត់អត់ជឿទេបាទគាត់អត់ព្រមទេគាត់នៅតែបខំចង់មើលក្នុងឆ្នាំងហ្នឹងបាទថាក្មេងប្រុសចូលក្នុងឆ្នាំងហ្នឹងហើយតែបុរសម្នាក់ហ្នឹងគាត់អត់ព្រមទេបងប្អូននៅតែរុញចោលបុរសទីពីរនាក់ហ្នឹងបាទឆ្ងល់បាទពួកគាត់ទៅទៀតបងប្អូនបាទទៅទៀតបាទពួកខំខ្លាំងមែនតើនេះបងប្អូនហើយពួកគាត់ក៏ចាក់អត់ឃើញទេបងប្អូនដឹងបាត់ទៅណាអស់អត់ឃើញទេបងប្អូនហើយបុរសអ្នកហ្នឹងបានផ្ទះក្បាលរបស់គាត់ហើយបុរសអ្នកនេះដឹងមិនម៉ែទេបងប្អូនកន្លែងធ្វើស៊ីអ្នកលក់អត់លើកដល់ហើយនេះបងប្អូនតែបើកាត់ផ្លាក់គេ$200កាត់01នៅសល់តែ01អញ្ចឹងវានៅសល់តែ$20អញ្ចឹងបុរសអ្នកនោះអ្នកទិញមកគាត់ឃើញយីហោគេដាក់អញ្ចឹងគាត់ក៏បានសួរអ្នកលក់ថាអត់លើកប៉ុន្មានហើយអ្នកលក់ក៏បានប្រាប់ថា$200ហើយអញ្ចឹងហើយចុះលូកូគេដាក់តាម$20ហើយចុះបានតម្លៃលេខពួក$200បាទគាត់នៅតែប្រកែកពីនេះនឹងអ្នកលក់បាទគាត់ប្រកាច់ចុះប្រកាច់ឡើងដោយសារតែអ្នកទិញហ្នឹងឲ្យលក់អត់គ្រប់អញ្ចឹងណាបាទហើយគាត់ក៏ភ្ញាក់ផ្អើលដល់ពេលមើលយីហោរបស់គាត់ដាក់ហើយគាត់ក៏បានថាខ្ញុំយកមួយណាបាន$20មានអីបើដល់ពេលអញ្ចឹងគាត់ក៏បានឃើញបាទគាត់ក៏បានឃើញបុរសនេះពួននៅកន្លែងហ្នឹងបាទកាត់ចោលផ្លាកយីហោហ្នឹងបាទបងប្អូនគ្នាមើលវីដេអូនេះពិតជាអស្ចារ្យ